នាងខ្ញុំឈ្មោះតេវ៉ាន់ឌីជានាយិការងវិទ្យាស្ថានគ្រូសាលបាត់ដំបងនាងខ្ញុំមានភារកិច្ចទទួលខុសត្រូវ Department ចំនួន3 Department វិទ្យាសាស្ត្រ Department គណិតវិទ្យានិង Department ភាសាពិនិត្យតាមដានទៅលើការបង្រៀនរបស់បុគ្គលិកដែលមាននៅក្នុង Department និងចូលរួមអភិវឌ្ឍកម្មវិធីសិក្សាសម្រាប់ Department នោះនៅឆ្នាំ2018នាងខ្ញុំនិងគ្រូទេសរបស់វិទ្យាស្ថានបានចូលរួមក្នុងគម្រោងការលើកកម្ពស់ការឆ្លើយតបទៅនឹងសមភាព Gender ក្នុងការបង្រៀននិងរៀនអ្វីដែលគណៈគ្រប់គ្រងបានទទួលទាក់ទងនឹងការអនុវត្តបែងចែកតួនាទីភារកិច្ចដោយមានស្ត្រីជាថ្នាក់ដឹកនាំទៅតាម Department និងការិយាល័យគណៈគ្រប់គ្រងបានយកខ្លឹមសារមួយចំនួនទាក់ទងទៅនឹងការធ្វើផែនការដោយក្នុងនោះផ្ដោតលើផែនការថវិកាក៏ដូចជាការប្រជុំនានាគឺយើងមានទាំងបរិះនិងនារីគឺយើងមានភាពស្មើគ្នាក្នុងការបញ្ចេញមតិនិងការសម្រេចចិត្តគណៈគ្រប់គ្រងក៏ដូចជាគណៈកម្មការក្នុងការអភិវឌ្ឍកម្មវិធីសិក្សាលម្អិតបានដាក់បញ្ចូលមេរៀនមួយចំនួនដែលដកស្រង់ចេញពីភាពជាអ្នកដឹកនាំនិងការបង្រៀនដែលឆ្លើយតបនឹងសមភាព Gender គឺយើងបញ្ចូលទៅក្នុងប្រធានបទអប់រំទូទៅគឺមាន4ម៉ោងចំនួន4មេរៀននៅក្នុងនោះទី1គឺតាក់ទងទៅនឹងស្ថានភាពស្ត្រីនៅកម្ពុជាហើយមេរៀនទី2គឺតាក់ទងទៅនឹងHidden Curriculum សម្រាប់មេរៀនទី3តាក់ទងទៅនឹងវិធីសាស្ត្របង្រៀនដែលបញ្ចូលភាពជាអ្នកដឹកនាំនិងការបង្រៀននិងរៀនដែលឆ្លើយតបទៅនឹង Gender មេរៀនចុងក្រោយគឺយើងផ្ដោតទៅលើការដាក់បញ្ចូលកិច្ចតែងការបង្រៀនដោយមានសមភាព Gender ក្តីរំពឹងនាងខ្ញុំជាគណៈគ្រប់គ្រងវិទ្យាស្ថានសង្ឃឹមថានៅពេលដែលគរុនិស្សិតក្លាយទៅជាគ្រូបង្រៀននៅមូលដ្ឋានរបស់គាត់នៅតែបន្តអនុវត្តនៅសកម្មភាពឆ្លើយតបទៅនឹង Gender តាមរយៈការប្រើប្រាស់កិច្ចតែងការបង្រៀនរបស់គាត់និងវិធីសាស្ត្របង្រៀនហើយអ្នកដែលទទួលផលសំខាន់បំផុតនោះគឺសិស្សរបស់ពួកគាត់មានការសិក្សារៀនសូត្រសកម្មកាន់តែប្រសើរឡើងហើយមិនគិតថាត្រូវបានគេរើសអើងទេ